Bạnសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងជជែកគ្នាអំពីរឿងរ៉ាវរបស់ Lionel Messi នៅក្នុងពានរង្វាន់ FIFA World Cup យើងដឹងហើយថាកីឡាករ Lionel Messi គឺជាមនុស្សម្នាក់ដែលគេចាត់ទុកថាជាកីឡាករដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ដំណើររបស់គាត់នៅក្នុង World Cup គឺមានរយៈពេល16ឆ្នាំតាំងពីឆ្នាំ2006ដល់2022រឿងរ៉ាវរបស់គាត់មានរឿងខកចិត្តនឹងការតស៊ូនិងភាពជោគជ័យដ៏អស្ចារ្យមួយ Messi ត្រូវបានកោះហៅចូលជម្រើសជាតិក្នុងព្រឹត្តិការណ៍ World Cup ដំបូងនៅក្នុងឆ្នាំ2006នៅក្នុងប្រទេសអាល្លឺម៉ង់ដែលកាលនោះដែរគាត់មានវ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះសម្រាប់ការបង្ហាញខ្លួនដោយដំបូងក្នុង World Cup គាត់បានស៊ុតបញ្ចូលទី World Cup ដំបូងរបស់ខ្លួនទល់នឹងក្រុមស៊ើបៀនិង Montenegro ដែលបង្កើតជាកំណត់ត្រាជាកីឡាករវ័យក្មេងបំផុតរបស់អាសង់ទីនដែលរកគ្រាប់បាល់នៅពានរង្វាន់ World Cup ហើយអាសង់ទីនបានធ្លាក់ត្រឹមវគ្គ8ក្រុមចុងក្រោយក្រោមថ្វីជើងរបស់អាល្លឺម៉ង់ស្ថិតិរបស់គាត់នៅក្នុងឆ្នាំនោះដែរគាត់ប្រកួតបាន3ប្រកួតរកគ្រាប់បាល់បានគ្រាប់និងអាស៊ីសបានមួយគ្រាប់នៅក្នុងឆ្នាំ2010ព្រឹត្តិការណ៍ World Cup គឺប្រព្រឹត្តឡើងនៅប្រទេសអាហ្វ្រិកខាងត្បូងក្រោមការដឹកនាំរបស់លោក Diego Maradona Messi បានលេងគ្រប់ការប្រកួតផងដែរគាត់បានបង្កើតឱកាសជាច្រើនប៉ុន្តែមិនអាចរកគ្រាប់បាល់បានរហូតដល់អាសង់ទីនឡើងដល់វគ្គ8ក្រុមចុងក្រោយចាញ់អាល្លឺម៉ង់4-0អញ្ចឹងនៅឆ្នាំ2010ស្ថិតិរបស់គាត់គឺគាត់ប្រកួតបាន5ប្រកួតហើយគ្មានគ្រាប់បាល់ទេនៅឆ្នាំ2014ព្រឹត្តិការណ៍ World Cup គឺធ្វើនៅប្រទេសប្រេស៊ីលវាជាការជឿចាប់មួយដែររបស់ Lionel Messi ការប្រកួតនៅឆ្នាំនោះដែរជាការប្រកួតដែល Messi បង្ហាញភាពអស្ចារ្យបំផុតមុនឆ្នាំ2022គាត់បានស៊ុតបញ្ចូលទីទល់នឹងប៊ូស្នីអ៊ីរ៉ង់និងនីសេរីយ៉ាគាត់បានដឹកនាំអាសង់ទីនឡើងដល់វគ្គដាច់ព្រ័ត្រគាត់បានឈ្នះពានជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍និងនៅវគ្គដាច់ព្រ័ត្រគាត់បានចាញ់អាល្លឺម៉ង់ 1-0 នៅវគ្គបន្ថែមយើងឃើញថាឆ្នាំនោះដែររូបភាព Messi ដែលកាត់ពានរង្វាន់ World Cup បន្ទាប់ពីចាញ់វគ្គដាច់ព្រ័ត្របានក្លាយជារូបភាពដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់និងជាការចងចាំរបស់អ្នកគាំទ្ររបស់គាត់ផងដែរស្ថិតិនៅឆ្នាំ2014ហ្នឹងគឺគាត់ប្រកួតបានទាំង7ប្រកួតរកបាន4គ្រាប់និងអាស៊ីស1សម្រាប់ឆ្នាំ2018គឺ World Cup ធ្វើនៅប្រទេសរុស្ស៊ីយើងគិតថាឆ្នាំនោះគឺជា World Cup ដែលពិបាកបំផុតសម្រាប់អាស៊ីផងដែរតែគាត់រកបានមួយគ្រាប់ទល់នឹងនីសេរីយ៉ាហើយបានជួយឲ្យអាសង់ទីនឡើងដល់វគ្គ16ក្រុមនិងចាញ់ក្រុមបារាំងតែក្រោយមកបារាំងបានក្លាយជាជើងឯកពិភពលោកនៅឆ្នាំនោះផងដែរស្ថិតិនៅឆ្នាំ2018ហ្នឹងគឺគាត់ប្រកួតបាន4ប្រកួតរកបានមួយគ្រាប់ហើយនិងអាស៊ីស2រហូតដល់ឆ្នាំ2022គឺ World Cup បានប្រារព្ធឡើងនៅក្នុងប្រទេសកាតាដែលសុបិនរបស់ Messi គឺបានក្លាយជាការពិតនៅកាតាផងដែរនេះគឺជា World Cup ដែលធ្វើឲ្យ Messi ក្លាយជារឿងព្រេងដ៏ពិតប្រាកដមួយវគ្គចែកពូលគាត់បានស៊ុតបញ្ចូលទីទល់នឹងសាអូឌីអារ៉ាប៊ីដែលជាម្ចាស់ផ្ទះគាត់បានស៊ុតបញ្ចូលទីទល់នឹងមេស៊ីកូហើយនៅវគ្គ knock out គាត់បានស៊ុតបញ្ចូលទីទល់នឹងអូស្ត្រាលីគាត់បានស៊ុតបញ្ចូលទីនៅអាស៊ីទល់នឹងប្រទេសហូឡង់គាត់បានស៊ុតបញ្ចូលទីនៅអាស៊ីទល់នឹងប្រទេសក្រូអាតដល់វគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមជំនួសជាតិបារាំងដែលដឹកនាំដោយប្រធានក្រុម Kylian Mbappé មេស៊ីស៊ុតបាន2គ្រាប់ប៉ុន្តែលទ្ធផលគឺ3-3បន្ទាប់ពីបាល់បន្ថែមរហូតដល់អាសង់ទីនបានឈ្នះបារាំងដោយបាល់កាត់សេចក្តីពេនាល់ទីអញ្ចឹង Messi បានលើកពាន World Cup ជាលើកដំបូងរបស់គាត់ក្នុងជីវិតស្ថិតិនៅឆ្នាំ2022ផងដែរគាត់ប្រកួតបាន7ប្រកួតគាត់រកបាន7គ្រាប់អាស៊ីស3ហើយនឹងឈ្នះពាន World Cup គាត់ឈ្នះពាន Golden Ball អញ្ចឹងកំណត់ត្រារបស់គាត់នៅក្នុង World Cup យើងដឹងហើយថាគាត់បានឈ្នះជើងឯកនៅឆ្នាំ2022គាត់មានគ្រាប់បាល់សរុប13គ្រាប់អាស៊ីសសរុប8គ្រាប់គាត់ប្រកួត World Cup ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រប្រកួតបាន26ប្រកួតជាប្រធានក្រុមដែលលេង World Cup ច្រើនជាងគេ19ប្រកួតគាត់ឈ្នះ Golden Ball 2ដងនៅឆ្នាំ2012